នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះបើសិនជាបងប្អូនមិនទាន់នឹកឃើញថាត្រូវធ្វើម្ហូបអីជាមួយនឹងកម្មវិធីបងប្អូនទេបងប្អូនអាចសាកល្បងមកគិតជាមួយមុខម្ហូបមួយនេះបានបាទធានាថារសជាតិឆ្ងាញ់ត្រូវចិត្តត្រូវថ្លើមខ្លាំងមែនទែនតែម្ដងហើយអាពីមុខនេះឈ្មោះវាស្រដៀងគ្នាទៀតបាទគឺទឹកភ្នែកដូចគ្នានោះគឺបង្គាទឹកភ្នែកហើយនឹងខាត់ណាទឹកភ្នែកហើយមុខម្ហូបទាំងពីរនេះបាទគឺងាយស្រួលធ្វើខ្លាំងមែនទែនបាទគ្រឿងរបស់វាគឺត្រូវការតកកហើយជាមួយនឹងបាទគេហៅថាក្រូចឆ្មាចឹងអាពីមុខនេះបើសិនជាបងប្អូនទិញតាមមកកញ្ចប់មកបាទគេហៅថាទិញតែគ្រឿងផ្សំគោលរបស់វាមកហើយនឹងបាទតកករបស់យើងហើយក្រូចឆ្មាហ្នឹងបាទមានសូដាផងដែរហ្នឹងគឺយើងអាចធ្វើមុខម្ហូបនេះបានញ៉ាំឆ្ងាញ់ជាមួយនឹងកម្មវិធីបាទជួបជុំគ្នាក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីនេះឯងអញ្ចឹងជាមួយនឹងខាត់ណាទឹកភ្នែកបងប្អូនអាចធ្វើការបាទរោយជាមួយនឹងខ្ទឹមរបស់យើងបាទខ្ទឹមបំពងណាបាទយើងមានស្រាប់ទិញស្រាប់ក៏បានធ្វើអីក៏បានដែរហើយខាត់ណាទឹកភ្នែករបស់យើងនេះបាទគឺយើងញ៉ាំជាមួយនឹងឱកាសបុណ្យឆ្នាំថ្មីចេះគឺតានាថាពេញចិត្តពេញខ្លាំងខ្លាំងមែនតើបងប្អូនណាបាទគឺយើងជួយគ្នាម្ដាយបញ្ជើងទៅអាចធ្វើមុខម្ហូបនេះបានឆ្ងាញ់ហើយញ៉ាំជួបជុំគ្នាបានយ៉ាងពិសេសតែម្ដងជាមួយនឹងតន្ត្រីឆ្លងឆ្នាំថ្មីរបស់យើងនេះឯងហើយក៏ជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Page Xiaoman Mission ក្នុងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនទាំងគ្នាបាទពីវិធីនៃការធ្វើបង្គាទឹកភ្នែកអញ្ចឹងងាយស្រួលទេបងប្អូនណាបងប្អូនយើងទិញបង្គាមកបាទបើសិនជាមកទឹកច្រើនមកទិញ2-3គីឡូអញ្ចឹងទៅតែបើសិនណាសមាជិករបស់យើងតិចទេហើយថាវិការរបស់យើងសុទ្ធខ្សោយដែរបាទយើងទិញមកល្មមទៅណាដើម្បីញ៉ាំបាទគេហៅថាបង្គាទឹកភ្នែកនេះញ៉ាំក្នុងឱកាសឆ្នាំថ្មីនេះឯងជាមួយមុខម្ហូបបង្គាទឹកភ្នែករបស់យើងនេះគឺយើងត្រូវតែមានបាទគ្រឿងផ្សំរបស់យើងគឺបង្គារបស់យើងនឹងឯងបងណាបាទយើងទិញបង្គាស្រស់ៗល្អៗអញ្ចឹងមកបាទឃើញថាមើលទៅសាច់ពេញណាអានេះមិនជាធំប្រហែលបងណាបាទមិនល្មមញ៉ាំណាហើយយើងមានជាមួយតកកបងណាបាទតកករបស់យើងហ្នឹងអញ្ចឹងបង្គារបស់យើងត្រូវបកបាទត្រាំជាមួយតកកហ្នឹងដើម្បីឲ្យបង្គារបស់យើងស្រស់ល្អណាបន្ទាប់ពីនេះបងប្អូនយើងចាប់ផ្ដើមធ្វើការបាទសម្អាតបង្គារបស់យើងបាទគេហៅថាកាត់បង្គារបស់យើងណាកាត់ក្បាលបែបនេះមកបន្ទាប់មកយើងធ្វើការបកសបកវាចេញណាបងប្អូនណាបាទអញ្ចឹងអាហ្នឹងទៅតាមបច្ចេកទេសបងប្អូនណាបងប្អូនធ្វើបែបណាបាទស្រួលគឺធ្វើបែបហ្នឹងទៅតែបើសិនជាបងប្អូនបាទចង់ដឹងពីវិធីនៃការសម្អាតបង្គាហ្នឹងបងប្អូនមើលតាមវីដេអូរបស់ខ្ញុំនេះទៅគឺធានាថាបាទគឺស្រួលទេបងប្អូនណាបាទមិនជាពិបាកទេបងប្អូនឃើញទេបាទបែបហ្នឹងឯងហើយយើងទុកកន្ទុយនេះក៏បានបាទយើងអាកន្ទុយដែលយើងបកបង្គាណាទុកកន្ទុយក៏បានបាច់ចាំទុកក៏បានដែរបកទាំងអស់ក៏បានដែរបងប្អូនណាតោះមកយកកាវិតរបស់យើងហ្នឹងបាទគេហៅថាកាត់វាបែបនេះណាបាទពុះវាជាពីរបែបហ្នឹងទៅកុំឲ្យដាច់ពីគ្នាហើយយើងយកហូតអាចយកអីវាចេញណាអាចខ្មៅហ្នឹងបាទបន្ទាប់យើងសម្អាតអស់ហើយយើងរៀបចំឲ្យបានស្អាតបែបនេះមកតោះមកចាក់ជាមួយតកករបស់យើងមកល្មមបាទអាចថាបាទមើលទៅឃើញថាចិត្តជាមួយនឹងបង្គារបស់យើងណាតោះមកចាក់ជាមួយនឹងទឹកសូដាមួយកំប៉ុងឬក៏2កំប៉ុងទៅតាមបរិមាណបង្គាបងប្អូនច្រើនឬតិចចឹងណាតោះមកត្រាំវារយៈពេលបាទអាចថា10ទៅ15នាទីឬក៏លើសពីនេះចឹងទៅហើយយើងពេលដែលយើងត្រាំបង្គាហ្នឹងបងប្អូនណាបាទដាក់ផ្លាសេបង្គាហ្នឹងយើងមករៀបចំជាមួយនឹងទឹកហៅទឹកជ្រលក់របស់យើងបងប្អូនណាបាទជាមួយនឹងទឹកត្រីកោះកុងរបស់យើងនឹងដាក់ជាមួយម្ទេសរបស់យើងបុកឲ្យម៉ត់មកតោះមកដាក់ជាមួយនឹងប៊ីចេងហើយស្ករសបន្ទាប់ពីនេះយើងចាប់ដើមដាក់ជាមួយនឹងបាទក្រូចឆ្មារបស់យើងក្រូចឆ្មាស្រស់ៗរបស់យើងចាំបាច់យកទឹកមកហើយយើងធ្វើការច្បល់បាទទឹកត្រីកោះកុងរបស់យើងហ្នឹងឲ្យបានសព្វចូលគ្នាមកហើយបើសិនជាបងប្អូនចូលចិត្តម្ទេសច្រើនណាដាក់ច្រើនជាងនឹងទីមកបាទដើម្បីឲ្យហឹលបាទកាហាយទៅយើងមានអារម្មណ៍ថាហូរទឹកភ្នែកដោយសារអីបាទវាហឹលខ្លាំងណានឹងទើបគេហៅថាបង្គាទឹកភ្នែកនឹងឯងអញ្ចឹងទឹកត្រីកោះកុងរបស់យើងច្បល់បែបនេះហើយយើងចាប់ដើមដាក់ជាមួយនឹងបាទទឹកត្រីរបស់យើងចូលមកដាក់ទៅតាមបរិមាណបាទហៅថាបង្គាបងប្អូនណាកុំដាក់ច្រើនពេកកុំដាក់តិចពេកបាទអញ្ចឹងក្រោយពីយើងដាក់ទឹកត្រីរបស់យើងចូលមកក្នុងបាទហៅគ្រឿងផ្សំទឹកត្រីកោះកុងរបស់យើងចប់សពគ្រប់ហើយបងប្អូនយើងធ្វើការច្បល់បាទទឹកត្រីកោះកុងរបស់យើងឲ្យបានសព្វចូលគ្នាមកដើម្បីឲ្យរលាយជាមួយនឹងស្ករសហើយប៊ីចេងរបស់យើងណាអញ្ចឹងនៅពេលដែលគ្រឿងផ្សំបាទទឹកត្រីកោះកុងរបស់យើងបានរៀបចំរួចរាល់ហើយយើងទុកមកលើមកបើសិនជាបងប្អូនចង់ភ្លក់ក៏បានដែរភ្លក់ឲ្យដឹងរសជាតិត្រូវថែមម្ជូរអត់ទេណាបន្ទាប់មកបាទបង្គារបស់យើងនេះបន្ទាប់យើងត្រាំបាទហៅជាមួយទឹកកកហើយសូដារបស់យើងបានបន្ទុះមកវាឆ្អិនហើយអញ្ចឹងយើងត្រូវលើកវាយកមកលាងទឹកសម្អាតឲ្យបានស្អាតណាការលាងយើងប្រើដៃថ្នមលាងថ្នមណាបងប្អូនណាបាទកុំច្បល់វាខ្លាំងដើម្បីកុំឲ្យបែកសាច់បង្គារបស់យើងអញ្ចឹងបន្ទាប់ពីយើងលាងសម្អាតបាទទឹកពីទឹកឃើញថាស្អាតល្អហើយបងប្អូនចាប់ដើមយកមករៀបបែបនេះមកបងប្អូនណាឬក៏បងប្អូនបាច់ចាំរៀបក៏បានបាទចង់ដាក់រៀបចំញ៉ាំក៏បានដែរញ៉ាំភ្លាមតែហ្មងក៏បានដែរបងប្អូនណាយើងដាក់ជាមួយទឹកកករបស់យើងលាយឡំជាមួយនឹងបង្គារបស់យើងហ្នឹងមកដើម្បីវាត្រជាក់ជាប់ល្អណាបាទដើម្បីសាច់បង្គារបស់យើងហ្នឹងគឺឆ្អិនល្អញ៉ាំទៅគឺធានាថាខ្ទិះតែម្ដងបងប្អូនណាបាទសាច់បង្គារបស់យើងគឺសស្គូតែពេលយើងសម្អាតស្អាតបានល្អទៅណាគឺថាទំនមែនតែនហើយបងប្អូនយើងចង់បន្ទាប់ជាមួយនឹងលក្ខធំធេឬក៏បើសិនជាបងប្អូនមានជាមួយនឹងកូនស្ពៃបូកគោគឺយើងញ៉ាំជាមួយនឹងបង្គាទឹកភ្នែករបស់យើងនេះក៏អែមស្រែមដែរបងប្អូនណាបាទជាមួយនឹងបង្គាទឹកភ្នែករបស់យើងនេះបើសិនជាបងប្អូនញ៉ាំគេហៅថាញ៉ាំបង្គាម្ដងបន្ទាប់ជាមួយនឹងគេហៅថាបាទខ្ទឹមបំពងរបស់យើងនេះគឺដាក់ជាមួយនឹងកធុំធេឬក៏កូនស្ពៃបូកគោហ្នឹងគឺញ៉ាំទៅគឺធានាថាពិសេសមែនតែនជាមួយនឹងទឹកត្រីកោះកុងដែលយើងបានធ្វើខ្លួនឯងនឹងឯងបាទអញ្ចឹងរសជាតិទឹកត្រីកោះកុងនេះបងប្អូនភ្លក់ទៅលើរសជាតិទៅថាតើទឹកត្រីកោះកុងបងប្អូនហ្នឹងបាទរសជាតិត្រឹមត្រូវតាមការចូលចិត្តហើយនៅអញ្ចឹងណាហើយបើសិនជាបងប្អូនចង់ញ៉ាំមករយពីលើបាទស្រោចទឹកត្រីកោះកុងពីលើបង្គារបស់យើងបែបនេះតែម្ដងក៏បានដែរតែជាទូទៅគឺយើងញ៉ាំយើងយកមកជ្រលក់ជាមួយទឹកត្រីកោះកុងរបស់យើងតែហ្មងណាដើម្បីឲ្យឆ្ងាញ់តែយើងរៀបចំបាទរយបែបនេះគឺវាមិនសូវឆ្ងាញ់ទេនេះដោយសារខ្ញុំថតអញ្ចឹងយើងត្រូវបង្ហាញឲ្យឃើញថា
វាទំនងបងណាដើម្បីបងប្អូនយើងមានអារម្មណ៍ថាចង់បាទធ្វើជាមួយបង្គាទឹកដីរបស់យើងក្នុងឱកាសកម្មវិធីរបស់យើងនេះបាទកម្មវិធីឆ្លងឆ្នាំរបស់យើងឯងជាមួយគ្នានេះផងដែរសម្រាប់ទឹកត្រីកោះកុងដែលបងប្អូនធ្វើជាមួយបង្គាទឹកដីនេះបើសិនជាបងប្អូនធ្វើច្រើនយើងទុកញ៉ាំជាមួយនឹងគេហៅថាខាត់ណាទឹកដីផងដែរបងណាអញ្ចឹងចំពោះបង្គាទឹកដីខ្ញុំបង្ហាញប៉ុណ្ណេះឯងគេចាប់ផ្ដើមចូលមកមើលពីគ្រឿងផ្សំនៃការធ្វើខាត់ណាទឹកដីរបស់យើងម្ដងវិញឃើញថាបង្គាទឹកដីរបស់យើងគឺទំនងហើយត្រឡប់មកខាត់ណាទឹកដីរបស់យើងនេះក៏កាន់តែទំនងមែនតើបងណាបើសិនជាបងប្អូនបាទហៅថារៀបចំគ្រឿងផ្សំក៏ដូចជាជ្រើសសាច់គោឲ្យបានត្រឹមត្រូវហើយសាច់គោបងដឹងហើយថាយកអាសាច់តែផុយល្អបងណាបាទសាច់តែផុយល្អគឺយើងញ៉ាំទៅធានាថាពិសេសមែនតើក្នុងនោះផងដែរយើងមានជាមួយនឹងខាត់ណារបស់យើងមានខ្ទឹមសមានម្ទេសបាទមានខ្ទឹមក្រហមណាបាទបន្ទាប់ពីយើងចាប់ដើមគេហៅថាសក់ខាត់ណារបស់យើងឲ្យបានស្អាតសបករបស់វាហើយគេចាប់ដើមយកវាមកពុះជ្រាបបែបនេះបងណាបាទមិនថាមិនក្រាស់ពេកឬក៏មិនស្ដាងពេកមិនល្មមណាហើយយើងជ្រាបវាបែបនេះមកដើម្បីងាយស្រួលក្នុងការញ៉ាំចឹងណាបងណាបាទហើយខាត់ណារបស់យើងនេះគឺយើងបាទពុះវាធ្វើម៉េចបងប្អូនមានច្រើនបាទពុះតាមច្រើនទៅបងណាបាទដាក់តាមល្មមបរិមាណជាមួយនឹងគេហៅថាសាច់គោរបស់យើងនេះឯងចំពោះសាច់គោបងដឹងស្រាប់ហើយជាងជ្រើសរើសសាច់ដែលផុយល្អណាទិញពេលទិញពីអ្នកលក់បាទអញ្ចឹងយើងសម្អាតអាណាដែលវាមិនសូវស្អាតបាទយើងជាវាចេញទៅហើយយើងបាទហាន់វាឡើងស្ដើងហើយសាច់គោរបស់ខ្ញុំនេះវាផុយពេកទៅមើលទៅឃើញថាវាហាន់ទៅអត់សូវប្រទះស្អាតទេណាបើសិនជាបងប្អូនទិញសាច់គោចំអាសាច់គោល្អបាទយើងហាន់ទៅឃើញមិនទះស្អាតមើលទៅពិតជាទំនងមែនតែនជាមួយនឹងហៅថាបង្គាសំទោសខាត់ណាទឹកត្រីរបស់យើងនេះឯងអញ្ចឹងសាច់គោរបស់យើងបន្ទាប់ពីយើងធ្វើការហាន់បានល្អហើយបាទហាន់បានចប់សពគ្រប់ស្ដើងល្អហើយយើងចាំបាច់ក្រូចឆ្មារបស់យើងចូលមកណាបាទដាក់ 4-5 ផ្លែទៅតាមបរិមាណសាច់គោបងប្អូនហ្នឹងយើងចាំបាច់ក្រូចឆ្មាដើម្បីឲ្យក្រូចឆ្មារបស់យើងវាជឿកាត់សាច់គោរបស់យើងហ្នឹងឲ្យបានឆ្អិនល្អអញ្ចឹងពេលយើងញ៉ាំទៅធានាថាมันប៉ះពាល់សុខភាពទេបងប្អូនណាហើយត្រង់ចំណុចនេះក៏សូមបញ្ជាក់បងប្អូនថាពិសាដោយការទទួលខុសត្រូវជាបន្ទាប់ពីយើងចាំបាច់ក្រូចឆ្មារបស់យើងចូលជាមួយសាច់គោរបស់យើងហើយយើងចាប់ដើមច្របល់សាច់គោរបស់យើងហ្នឹងជាមួយក្រូចឆ្មារបស់យើងណាបងប្អូនណាបាទច្របល់ថ្នមមកកុំចាំបាច់ពេលខ្លាំងកុំឲ្យបែកសាច់សាច់គោរបស់យើងបាទចឹងយើងចាំបាច់ក្រូចឆ្មារបស់យើងបាទច្របល់ជាមួយសាច់គោរបស់យើងមកតោះមកយើងទុកវាមើលលើទៅបងប្អូនណាបាទទុកសាច់គោរបស់យើងហ្នឹងបាទឲ្យវាផ្អាប់ជាមួយក្រូចឆ្មារបស់យើងហ្នឹងមើលលើទៅដល់ពេលវាឆ្អិនណាបន្ទាប់ពីនេះបងប្អូនយើងចាប់ដើមមកដាំទឹកឲ្យពុះបន្ទាប់មកដាក់អំបិលបន្តិចមកយើងយកជាមួយខាត់ណាដែលយើងបានពុះជ្រៀតហ្នឹងបាទធ្វើការស្រុះវាបងប្អូនណាបាទស្រុះវានេះមិនឲ្យគេហៅថាឆ្អិនពេកក៏ដូចជាស្ទើរពេកបងប្អូនណាបាទมันល្មមនឹងស្រុះឆ្អិនល្អបាទมันឆ្អិនខ្លាំងពេកបងប្អូនណាអញ្ចឹងយើងធ្វើការត្រឡប់បាទស្រុះខាត់ណារបស់យើងនឹងចុះឡើងទៅហើយយើងបងប្អូនកុំភ្លេចត្រៀមជាមួយទឹកកករបស់យើងណាបងណាបាទដាក់ទឹកកកដើម្បីឲ្យពេលយើងស្រង់ស្រុះខាត់ណារបស់យើងបានឆ្អិនល្អហើយយើងស្រង់វាមកដាក់ជាមួយទឹកកករបស់យើងនេះតែម្ដងបងណាបាទឃើញទេចាំបន្តមកយើងចាប់ដើមឃើញថាខាត់ណារបស់យើងបាទគេហៅថាឆ្អិនល្មមហើយយើងចាប់ដើមស្រង់ខាត់ណារបស់យើងដាក់ជាមួយទឹកកករបស់យើងភ្លាមតែម្ដងដើម្បីខាត់ណារបស់យើងនឹងវាស្រួយញ៉ាំទៅបាទឆ្ងាញ់បាទស្រួយល្អណាញ៉ាំទៅឆ្ងាញ់គឺពិសេសមែនតើចាំបន្តមកយើងធ្វើការត្រាំខាត់ណាជាមួយទឹកកករបស់យើងនេះហើយបាទត្រាំកាត់ណាជាមួយទឹកកករបស់យើងនេះហើយយើងចាប់ដើមមករៀបចំជាមួយនឹងទឹកត្រីកោះកុងរបស់យើងណាបងប្អូនយើងធ្វើការបុកម្ទេសរបស់យើងបាទទៅតាមបរិមាណចូលចិត្តមកបាទបើចិនចូលចិត្តហឹរដាក់ច្រើនតិចមកបើសិនជាមិនចូលចិត្តហឹរទេដាក់តាមការគួរមកតោះមកដាក់ជាមួយទឹកត្រីរបស់យើងហើយច្បាយក្រូចឆ្មាដូចយើងធ្វើបាទទឹកត្រីកោះកុងជាមួយនឹងបង្គាទឹកភ្នែករបស់យើងអញ្ចឹងណាបាទដូចគ្នាបាទបើសិនជាបងប្អូនធ្វើបង្គាទឹកភ្នែកធ្វើទឹកត្រីកោះកុងនោះហើយយើងដាក់បាទបញ្ចូលគ្នាទាំងពីរតែម្ដងមកគឺកាន់តែពិសេសមែនតើដោយសារតែពីមុខនេះពីមុខរបស់យើងនេះគឺយើងធ្វើទឹកត្រីកោះកុងដូចគ្នាអញ្ចឹងណាបងណាបាទចាំតោះមកយើងធ្វើការច្របល់ទឹកត្រីកោះកុងរបស់យើងបន្ទាប់យើងដាក់គ្រឿងផ្សំរបស់យើងរួចរាល់ហើយណាបាទមានស្ករសមានប៊ីចេងនឹងឯងបាទគ្រឿងផ្សំរបស់វាមានតែប៉ុណ្្នឹងឯងបាទយើងបុកម្ទេសបុកខ្ទឹមសជាមួយគ្នាហ្នឹងបន្ទាប់មកភ្លក់រសជាតិបាទទឹកត្រីកោះកុងយើងហ្នឹងទៅតាមការចូលចិត្តក្រោយពីនេះយើងដាក់ជាមួយនឹងខ្ទឹមក្រហមរបស់យើងហើយខ្ទឹមសលាយចិត្តលាយគ្នាមកដូចក្នុងវីដេអូបង្ហាញអញ្ចឹងណាតោះមកច្របល់ឲ្យសព្វគ្រឿងផ្សំនឹងចូលគ្នាមកហើយភ្លក់បន្ថែមទៀតក៏បានដែរឃើញថាទឹកត្រីកោះកុងរបស់យើងគឺទំនងមែនតើញ៉ាំជាមួយនឹងបាទគេហៅសាច់គោទឹកភ្នែកសំទោសខាត់ណាទឹកភ្នែកគឺដឹងតែពិសេសមែនតើបាទខ្ញុំរៀងនិយាយតាក់ត្រាក់ទ្រួបាទអារម្មណ៍បាទចង់ឆ្លងឆ្នាំខ្លាំងមែនតើបាទបានអាហារពីរមុខនេះបាទនៅក្នុងដៃឯងញ៉ាំមួយឆ្អែតក្នុងឱកាសឆ្លងឆ្នាំជុំគ្រួសារគឺពិសេសខ្លាំងមែនតើអញ្ចឹងគ្រឿងផ្សំរបស់យើងបានរៀបចំឲ្យហើយជាមួយគ្នានេះផងដែរចំពោះសាច់គោរបស់យើងនេះបន្ទាប់ពីយើងធ្វើការផ្អាប់ជាមួយនឹងគ្រូឆ្មារបស់យើងហើយបងណាយើងធ្វើការស្រង់វាហើយយើងចាំបាច់វាឲ្យស្រស់ទឹកជាមួយគ្រូឆ្មារបស់យើងហ្នឹងតែកូនចាំបាច់ខ្លាំងពេកវាអស់ជាតិសាច់គោរបស់យើងណាបាទមកល្មមនឹងអាចឲ្យគ្រូឆ្មាវាចេញជាតិជូរអស់បាទកុំឲ្យវាខ្សោះសាច់គោរបស់យើងបន្ទាប់មកយើងរៀបចំបន្លែរបស់យើងខាត់ណារបស់យើងហ្នឹងជាមួយសាច់គោរបស់យើងហ្នឹងបាទរៀបចំដាក់ចានមកបាទបើសិនជាមានភ្ញៀវពីបេតុកបាទរៀបចំដល់ពីចានទៅដើម្បីត្រៀមបាទពួកគាត់ពិសាអាហារបាទជុំគ្នាជុំគ្រួសាររបស់យើងណាបាទជាមួយនឹងឱកាសឆ្លងឆ្នាំឬក៏កម្មវិធីជួបជុំផ្សេងៗនឹងឯងបងប្អូនណាអញ្ចឹងដូចតែបានឃើញអញ្ចឹងនៅពេលយើងរៀបចំបាទសាច់គោរបស់យើងដាក់លើចានជាមួយនឹងខាត់ណារបស់យើងនេះមក
បងប្អូនយើងចង់រយបាទទឹកត្រីកោះកុងរបស់យើងពីលើក៏ទៅបានឬក៏ចង់ចាប់សាច់គោរបស់យើងជាមួយខាត់ណារបស់យើងហ្នឹងចលក់ជាមួយទឹកត្រីកោះកុងរបស់យើងហ្នឹងក៏ទៅបានដែរបាទយើងញ៉ាំទៅតាមការចូលចិត្តរបស់យើងណាបងប្អូនណាបាទចំពោះការញ៉ាំខ្ញុំជឿថាបងប្អូនប្រកាសចេះឲ្យពីរបៀបនៃការញ៉ាំខាត់ណាទឹកត្រីរបស់យើងនេះណាបាទអញ្ចឹងនិយាយលេងទេបងប្អូនណាបាទបើសិនជាបាទឃើញថាវីដេអូនេះល្អបងប្អូនអាចធ្វើការបាទចែករំលែកវីដេអូនេះទៅកាន់បងប្អូនយើងផ្សេងៗទៀតដើម្បីឲ្យគាត់បានដឹងបាទពីវិធីនៃការធ្វើខាត់ណាទឹកត្រីរបស់យើងនឹងឯងហើយក៏សូមការអធិស្ឋានបើសិនជាការអធិប្បាយរបស់ខ្ញុំមានការលើសលុបខ្វះខាតក៏ដូចជាអាចអួរត្រង់ពាក្យពេចន៍ណាមួយជួយចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel និង Page របស់ខ្ញុំបាទជាបន្តទៀតជាមួយនឹងបង្គាទឹកភ្នែកក៏ដូចជាបាទខាត់ណាទឹកត្រីរបស់យើងនេះគឺម្ហូបពិសេសបាទគឺយើងប្រើជាមួយនឹងទឹកត្រីកោះកុងរបស់យើងតែមួយបងប្អូនណាក៏យើងផ្សាយផ្សំគ្រឿងផ្សំឲ្យផ្សេងគ្នាតិចតួចហ្នឹងទៅហើយក្នុងឱកាសបុណ្យឆ្នាំថ្មីក៏ដូចជាឆ្លងឆ្នាំថ្មីនេះសូមឲ្យគ្រោះចង្រៃក្នុងប្រទេសកម្ពុជាបាទរលាយបាត់អស់ទៅនិងសូមឲ្យគ្រួសារខ្មែររបស់យើងតែមួយនឹងទទួលបានសុខសុវត្ថិភាពទាំងអស់គ្នាជម្រាបលា